คือគាត់ថាចេះបើសិនជាពីអ្នកយើងហ្នឹងធ្វើឲ្យអី F16 ហ្នឹងធ្លាក់ទៅអត់ទួនបើគាត់ជឿគាត់ទៅអញ្ចឹងគង់តែឃើញទេលោកតាសក់ខ្មៅភ្នំត្បែងឲ្យចាំមើលលោកតានឹងប្រាវបារមីចាប់យន្តហោះ F16 ចោលសៀមដោយលោកតាបញ្យល់ថាអ្នកមានសិលម្នាក់បើកាលណាគេត្រាស់ដឹងនៅសច្ចធម៌មួយដោយច្បាស់លាស់គេនឹងមើលដឹងថាសពាវុធមួយនឹងគេយកគ្រឿងអ្វីខ្លះមកផ្សំហើយបើគេដឹងពីចំណុចហ្នឹងគេក៏ដឹងពីវិធីបន្សាបដែរក្នុងនោះអ្នកនាងមាសសុខសុភាក៏បន្តបន្ថែមថាអ្នកនាងលែងខ្លាចក្របផ្លោងហើយគឺមានតែរត់មកព្រៃភ្នំដើម្បីធ្វើសមាធិរកធម៌មកជួយសន្សំកម្លាំងខ្លួនឯងប៉ុណ្ណោះទោះនៅភ្នំពេញក៏មិនដឹងធ្វើអ្វីដែរជួយដូចខ្ញុំចឹងឬក៏កន្លែងឡើងខ្លាចទៅលើគេរត់ទៅគេថារត់ទៅណាខ្ញុំរត់មកព្រៃភ្នំវិញទៅព្រោះអីនៅពេញក៏យើងវាមិនដឹងមានការងារធ្វើអីហៅនឹងបងប្អូនស្ងាត់អស់ហើយឡើយយើងឆ្លៀតមកបន្តិចមកសន្សំ energy របស់យើងដើម្បីចាបង្កើតធម៌ពលល្អហ្នឹងអូច្រើនខេណាលោកឲ្យលោកអូអ្នកមួយចូលច្រើនហ្នឹងទុះបងសិនអ្នកជេរទេដឹងមិនបានស្ដាប់ធម៌ទេមិនទៅឲ្យគាត់ជេរចុះធម្មតាមនុស្សមានបញ្ញាក្នុងការចេះស្ដាប់នៅពាក្យសម្ដីដែលយើងបានចែករំលែកចាបើសម្ដីរបស់យើងក្នុងការចែករំលែកធ្វើឲ្យមនុស្សសម្លឹងគ្នាជាសត្រូវអាហ្នឹងតាមជាកំហុសរបស់យើងតែយើងខំព្យាយាមផ្ដល់នូវគុណប្រយោជន៍អ្វីដែលធ្វើឲ្យមនុស្សលោកទទួលបាននូវសេចក្តីសុខទាំងអស់ដែលយើងខំប្រឹងតែរំលែកឃើញទេអញ្ចឹងទេយើងគុំខ្វល់ថាអ្នកណាជេរព្រោះអាការជេរហ្នឹងយើងទាំងពីរអ្នកហ្នឹងវាស្វាមទៅហើយយល់ទេបើនិយាយពីកបិតមកចាក់លើខ្លួនហ្នឹងវាជាប់រាប់លានកបិតចាក់តាំងពីចុកឡើងចុកអានេះហើយដែលធ្វើឲ្យអ្នកបដិបត្តិធម៌ម្នាក់ដើរមកដល់ទីសម្រាប់មួយហើយក៏អរគុណអ្នកជេរដែរគាត់ថាចាអរគុណអ្នកជេរដែលបានជួយយើងវិញណាយល់ទេបើគ្មានពួកកូនឡងជេរយើងទេយើងក៏មិនអាចទម្រាំនៅនិវរណៈខាងក្នុងបានដែរយល់ទេយើងដឹងហើយតែអត់ប្រកាន់ទេជេរកាន់តែខ្លាំងកាន់តែអាហ្នឹងវាធ្វើឲ្យប្រតិកម្មយើងពិសោធន៍ខ្លួនឯងយល់ទេអញ្ចឹងបានថាយើងដើរដល់ចំណុចមួយដែលលេងអង្គើហើយជេរលេងឈឺចឹងបានថាបើយើងថានោះឥឡូវកំពុងតែស្វែងរកអ្នកមានបុណ្យចាដើម្បីមកប្រជាគ្រាប់ថាព្រោះថាអ្នកមានបុណ្យហ្នឹងខ្លាំងណាស់គឺគាត់ថាចេះបើសិនជាពីអ្នកយើងហ្នឹងធ្វើឲ្យអី F16 ហ្នឹងធ្លាក់ទៅអត់ទួនបើគាត់ជឿគាត់ទៅអញ្ចឹងគង់តែឃើញទេចាតែយើងរកឃើញអ្នកមានបុណ្យហើយគឺយើងសុខទាំងអស់គ្នាអញ្ចឹងបានថាខ្ញុំប្រឹងឲ្យខ្ញុំស្វែងរកណាអ្នកដែលមានសិលមានកុសលដើម្បីមករួមគ្នាចាមិនមករួមគ្នាអីទេណាខ្ញុំអត់មានអីទេគ្រាន់តែមកកែនោះឃើញមានបុណ្យមកជួយប្រជារឿងហ្នឹងបានលោកទៅប្រាប់កូនទាំងឡាយអ្នកមានសិលម្នាក់អ្នកបដិបត្តិធម៌ម្នាក់បើកាលណាគេត្រាស់ដឹងនៅសច្ចធម៌មួយដែលច្បាស់លាស់គេមើលដឹងថាតើសពាវុធហ្នឹងវាជាសាសផ្លូវលោកគេយកគ្រឿងអីខ្លះមកផ្សំបើគេដឹងពីចំណុចហ្នឹងហើយគេក៏ដឹងពីវិធីបន្សាបដែរយល់ទេព្រោះអ្វីវាធ្វើចេញពីធម្មជាតិក្នុងខ្លួនមនុស្សទាំងអស់ដល់ឲ្យតាន់ហើយលោកអើមិនបន្តឲ្យវិញឆ្ងាយទេហើយបងប្រយ័ត្នឥឡូវហ្នឹងយន្តហោះវាក្បែរលោកអើហ្នឹងនៅសង្គមថ្មីនេះយកមិញដ្រូនប្រហែល1ម៉ោងជាងនេះយន្តហោះវាឆ្វែលពី3ជុំឆ្វែលនៅផ្សារខេត្តនោះទៅទៀតអានេះបើហឺនមែនតើហ្មងវិញហ្នឹងមិន10គីឡូពីហ្នឹងឬគ្រុងរហូតហ្នឹងអញ្ចឹងមិនអាចយើងអ្នកបែបបាក់ខ្វះដឹងគឺមិនទេមានសម្រាប់សមាធិសាបទៅ